chơi chơi của bắt na dây vẫn đang tỏ nạp lại hết na thợ chọn cái bật cha căng rút căng vật trên máu được chiều ô can cái bật trên máu sợ chiêm không ô nhưng với rút cho tương sao chứ không phải ai thứ ấy với rút cho tương sao chứ không phải ra chào vào rồi chào plon ការនៃគិតកម្មតាំងពីព្រឹកមិញហើយយើងមកទល់នឹងពេលនេះយើងរកឃើញសពរបស់ជនដៃដដែលជាគិតករសម្រាប់ប្អូនស្រីនៅក្នុងផ្ទះជាច្រើនកំបិតប្រិមិត្តបាទឥឡូវនេះកម្លាំងប៉ុស្តិ៍បានរកឃើញហើយប្រិមិត្តបាទបាទក៏សូមអញ្ញាតមោនកាយគ្រប់នឹងជម្រាបសួរប្រិមិត្តទស្សនិកជនដែលនិយមគាំទ្រការផ្សាយចេញពីអង្គភាពបណ្ដាញនិងសារព័ត៌មាន T News ជាទីគោរពនិងជាទីរាប់អានបាទប្រិមិត្តគណៈវេលាថ្ងៃនេះផងដែរគឺម៉ោង 8:57 នាទីត្រូវថ្ងៃពុធទី 6 ខែវិច្ឆិកាឆ្នាំ 2024 បាទព័ត៌មានបឋមបាទករណីយើងមិនទាន់ដឹងថាករណីនេះជាករណីឃាតកម្មឬមួយក៏ប្លន់ឬមួយក៏យ៉ាងណាទេប្រិមិត្តបាទដោយប្រភពដែលបងប្អូនប្រជាពលរដ្ឋគាត់នៅក្បែរហ្នឹងហើយមិញហ្នឹងខ្ញុំបានសួរបងប្អូនដែលគាត់នៅក្នុងផ្ទះហ្នឹងបាទបានស្លាប់ប្អូនស្រីម្នាក់បាត់ហើយបាទប្អូនស្រីម្នាក់ហ្នឹងលើថាមានកបិតវែងអាកបាទហើយយើងមិនទាន់ច្បាស់ថាអាកឬមួយក៏ចាក់នៅឡើយទេព្រោះឥឡូវនេះខាងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបខាងកសោវិច័យគាត់បានចុះមកដល់ទីតាំងកន្លែងកាត់ហេតុដើម្បីមកពិនិត្យសពប្អូនស្រីបាទឥឡូវនេះសពប្អូនស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមហើយយើងទទួលដំណឹងថាសពប្អូនស្រីបានស្លាប់នៅមន្ទីរពេទ្យបាត់ហើយបាទស្លាប់នៅមន្ទីរពេទ្យបាត់ហើយណែព័ត៌មានលម្អិតយ៉ាងណាយើងមិនទាន់ច្បាស់នៅឡើយទេព្រោះឥឡូវខាងកម្លាំងជំនាញគាត់បានបិទទ្វារហាមត់ឲ្យចូលបាទយើងបានតែឈរមើលខាងក្រៅហ្នឹងឯងហើយសពប្អូនស្រីនៅពេទ្យនោះហើយយើងរងចាំមើលសពប្អូនស្រីត្រឡប់ពីពេទ្យមកវិញបាទហើយយើងរងចាំសពប្អូនស្រីត្រឡប់ពីពេទ្យមកវិញស្លាប់ទៀតហើយប្រិមត្តបាទចូលមកកុំភ្លេចជួយ share ម្នាក់មួយផងបាទអូម៉ែគាត់អីអធិស្ឋានខ្ញុំសុំសួរតិចមកអីការស្លាប់របស់កូនអ៊ីហ្នឹងគាត់ត្រូវរបួសកន្លែងណាខ្លះទេcho bắt ban khơi nhé một chàng ta trong châu ta khơi sập ai tha chơi chơi của bắt na dây vẫn đang tỏ nạp lại hết na ត្រូវជន់ក្បាត់ cha vẫn đang tỏ nạp lại ai đã lại đây អូ tha chơi chơi bắt bạn đang lại ra một khăn mình chơi vô chạm áo បាទប្រិមត្តទស្សនិកជនបាទរន្ធត់ណាស់បាទមិនដឹងថាត្រូវប្រមាណកំបិតទេប្រិមត្តអើយបាទព័ត៌មានបឋមខ្លីៗសិនប្រិមត្តបាទចំណែកព័ត៌មានលម្អិតយ៉ាងណាខ្ញុំនឹងអាប់ដេតចូលក្នុងវីដេអូរួមទាំងក្រុម Telegram ប្រិមត្តបាទហើយយើងគ្រាន់តែដឹងថាព័ត៌មានបឋមបងប្អូនស្រីម្នាក់គាត់បានស្លាប់នៅក្នុងផ្ទះបាទដោយចាក់ជាច្រើនកំបិតបាទហើយយើងមិនទាន់ដឹងច្បាស់ថាការស្លាប់របស់បងប្អូនស្រីនឹងគាត់ស្លាប់តាំងពីម៉ោងប្រមាណមកទេបាទគ្រាន់តែផ្អើលនៅពេលព្រឹកនេះឯងបាទទីតាំងកន្លែងកាត់ហើយផងដែរស្ថិតនៅចិត្តនឹងស្នងការបាទហើយចិត្តនឹងស្នងការខេត្តយើងបាទប្រហែលជា100 ម៉ែត្រហើយយើងទទួលដំណឹងបឋមបន្ថែមទៀតពីករណីបងស្រីខាងលើដែលបានស្លាប់បាទចាក់ជាច្រើនកំបិតហើយក្នុងផ្ទះតាមប្រភពដែលបងស្រីអំបញ្ញមានក៏បានបញ្ជាក់ថាក្នុងផ្ទះអត់មានបាត់អីទេប្រិមិត្តបាទក្នុងផ្ទះអត់បានបាត់អីទេគាត់ថាមកដល់ចាក់ជាច្រើនកំបិតមកបាទបណ្ដាលឲ្យស្ត្រីម្នាក់បាទស្លាប់យ៉ាងអណោយអធមក្នុងស្រុកឈៀមមកប្រិមិត្តបាទឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយយើងទទួលដំណឹងថាស្លាប់នៅនឹងពេទ្យខេត្តបាត់ហើយឥឡូវនេះកំពុងតែបញ្ជូនមកវិញបាទកំពុងបញ្ជូនពីពេទ្យខេត្តមកវិញយើងឃើញហើយក្រោយពេលកាត់ហើយយើងឃើញថាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួមទាំងខាងកម្លាំងកសោវិច័យបាទបានចុះមកដល់ទីតាំងកន្លែងកាត់ហើយដើម្បីធ្វើការកសោវិច័យទៅលើបងស្រីខាងលើបាទបងស្រីខាងលើពិតជាស្លាប់មែនបាទហើយយើងទទួលដំណឹងមកហ្នឹងយើងអត់ទាន់ច្បាស់ថាការស្លាប់របស់បងស្រីនឹងជាគំនុំឬមួយក៏ជាស្នេហាឬមួយក៏ជាការប្លន់អីនៅឡើយទេបាទឥឡូវនេះខាងក្រុមគ្រួសារសាច់ញាតិរួមទាំងអ្នកជិតខាងកំពុងតែរៀបចំវិធីបុណ្យបាទដើម្បីទទួលបងស្រីត្រឡប់មកពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបវិញបាទប្រិមត្តទស្សនិកជនឥឡូវសពបងស្រីត្រូវបានដឹកពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបត្រឡប់មកដល់ផ្ទះដើម្បីធ្វើបុណ្យបាទហើយប្រិមត្តបាទធ្វើបុណ្យតាមប្រពៃណីយើងឥឡូវសពកំពុងតែយកចូលទៅខាងក្នុងផ្ទះហើយនោះគឺជាសាច់ញាតិរបស់ជនរងគ្រោះដែលគាត់នៅក្នុងផ្ទះបាទយើងសំណោះណាស់បាទយើងមិនចង់ឲ្យមានករណីនេះកើតឡើងទេឥឡូវនៅខាងកម្លាំងជំនាញកំពុងតែស្រាវជ្រាវស្វែងរកមុខសញ្ញាករណីឃាតកម្មខាងលើនឹងហើយប្រិមត្តបាទប្រិមត្តឥឡូវនេះសពរបស់បងស្រីបានដឹកមកដល់ផ្ទះរបស់គាត់វិញហើយបាទបានដឹកយកមកដល់ផ្ទះ
បងប្អូនស្រីវិញហើយយើងមិនទាន់ច្បាស់ថាករណីខាងលើនេះបាទគាត់ស្លាប់នៅក្នុងផ្ទះក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់ឬមួយក៏គាត់ស្លាប់នៅលើឡានពេទ្យយើងមិនទាន់ច្បាស់នៅឡើយទេបាទហើយសោះបងស្រីខាងលើនឹងដែរខ្ញុំសួរតាមប្រភពដែលបងប្អូនប្រជាប្រដ្ឋនៅក្បែរហ្នឹងក៏បានប្រាប់ថាបងស្រីអាយុប្រហែលជាខ្ទង់20ជាងប្រិមត្តបាទអាយុប្រហែលជា20ជាងហើយគាត់រៀនឆ្នាំទី4ចប់ហើយគាត់ជាអ្នកលក់កាហ្វេនៅក្នុងផ្ទះប្រិមត្តបាទប៉ុន្តែគាត់មិនមែនស្នាក់នៅផ្ទះហ្នឹងទេគាត់ស្នាក់នៅផ្ទះគាត់នៅក្រោយមួយទៀតបាទពេលព្រឹកឡើងគាត់ត្រឡប់មកព្រឹកឡើងគាត់មកបើកតូបបើកអីលក់កាហ្វេធម្មតាអញ្ចឹងទៅបាទហើយពេលព្រឹកឡើងបាទព្រឹកនេះជាអកុសលបាទជន់ដៃដល់ម្នាក់បាទឈាមរាវបានចូលមកដល់ចាក់ជន់រងគ្រោះជាច្រើនកំបិតយើងមិនដឹងថាចាក់ប្រមាណកំបិតឲ្យចំកន្លែងណាខ្លះទេបាទបណ្ដាលឲ្យបងស្រីម្នាក់បានស្លាប់ភ្លាមនៅនឹងទីតាំងកន្លែងខាត់ថាដោយហូរឈាមបាទដេកស្លាប់ក្នុងទ្រុកឈាមយ៉ាងណោចធម្មតាបាទឥឡូវនេះសពបងស្រីត្រូវបានបញ្ជូនមកដល់ផ្ទះវិញហើយបាទសាច់ញាតិរួមទាំងអ្នកជិតខាងបាទកំពុងតែនៅខាងក្នុងហ្នឹងហើយរៀបចំវិធីបុណ្យសពឲ្យបងស្រីបាទឥឡូវខាងកម្លាំងជំនាញកំពុងតែដាក់គោលដៅដើម្បីស្វែងរកមុខសញ្ញាជន់ដៃដល់ដែលចាក់បងស្រីខាងលើហ្នឹងហើយបាទគាត់ចូលទៅចាក់ស្រស់មកក៏មិនដែរអូខ្ញុំលឺសំឡេងខ្ញុំរត់មកទេអូបងមិនលឺសំឡេងបងស្រីក៏ស្រែកទេអូខ្ញុំចេញមកតែម្ដងចេញមកគឺវាកាន់គុណរត់កាន់គាត់ចេញមកដល់ឈាមអូកាន់ក្បិតចេញមកសាឈាមហ្មងអូខ្ញុំវិញរត់ចូលទៅផ្សារទៀតខ្ញុំស្រែកទៅថាអាយធ្វើអីវារត់ចូលទៅផ្សារទៀតខ្ញុំស្រែកថាចោលក៏ដោយចោលប្លន់បាទវាចាញ់មកបំសាទៀតយកក្បិតចលោខ្ញុំមកឡើងនេះហើយតស្រួលមួយវាអូទីម៉ូតូវាផ្ដួលប្រសាបងអធិស្ឋានជន់ដៃដល់ដែលចាក់បងស្រីខាងលើគាត់ស្លាប់ហ្នឹងគាត់អាយុប្រហែលជាប៉ុន្មានដែលជន់ដៃដល់ដែលចាក់ប្រហែលជា20ក្រាស់ឬបងខ្ញុំមិនដឹងដែរបើយើងអញ20ក្រាស់30ដៅប៉ុណ្ណឹងអូចុះពេលដែលគាត់មកនោះក៏ពាក់អាវមិនដែរបងអាវខ្មៅខោពណ៌ខ្មៅដែរខោកបួយជើងវែងគាត់ជិះអីមកដែរបងគាត់ដើរមកឬមួយក៏ម៉ូតូអសង្ឃពណ៌អីគេបងម៉ូតូអសង្ឃពណ៌ខ្មៅអូគាត់ជិះមកគាត់ឈប់ម៉ូតូនៅតាណាវិញបងគាត់ឈប់ម៉ូតូនៅម៉ូតូតានេះអូឈប់ម៉ូតូកន្លែងតាហ្នឹងអូបាទប្រិមរេះបាទឈប់ម៉ូតូតាហ្នឹងហើយដើរចូលទៅចាក់យកហ្មងបាទបងត្រូវមកជាមួយនឹងជនរងគ្រោះដែរអូអ្នកចិត្តខាងជាងឡានអូបាទបងគ្រាន់តែលឺពូនស្រីស្រែកមកភ្លាមបងរត់មកហ្មងអារម្មណ៍វាសម្លេងខុសអូខុសធម្មតាហើយnăm lớnខ្ញុំមកផ្ទះនេះបាទចុះបោទៅផងខ្ញុំដើរមកម៉ូតូវិញក៏ស្ងាត់ដែរតែឃើញម៉ូតូមួយតែឃើញកុំឃើញទៅខាងនេះរត់ចេញមកពីកន្លែងនេះខ្ញុំឆ្ងល់រត់ចេញពីកន្លះណាបងកន្លែងណាប្រឡោះខាងក្រោយទៀតអូប្រឡោះនេះបាទអូមានតាមភួងនេះចេញមកក្បិតនឹងក្បិតប៉ុណ្ណារបស់មកនិយាយបានទេក្បិតចិត្តបន្លែក្បិតចិត្តបន្លែអាមុខវែងអូបាទគឺណយធំណាស់បាទបងស្រីម្នាក់គាត់បានស្លាប់ភ្លាមនៅនឹងទីតាំងកន្លែងគាត់ថាដោយដេកស្លាប់ក្នុងទ្រុកឈាមហ្មងហើយជន់ដៃដល់ជន់បង្កបាទចូលមកដល់ចាក់យកហ្មងតាមប្រភពដែលបងអូនជាប្រវត្តិបាទគាត់ជាជាងឡាននៅក្បែរហ្នឹងក៏បានប្រាប់បាទហ្នឹងហើយប្រិមិត្តយើងនឹងអាប់ដេតព័ត៌មានលំបិតចូលទៅក្នុងក្រុម Telegram បាទប្រិមិត្តអាចចូលជាន់ក្រុម Telegram នៅខាងលើហើយយើងនឹងតាមដានព័ត៌មានលំបិតជុំវិញនឹងករណីឃាតកម្មខាងលើនេះបាទប្រិមត្តទស្សនិកជនបាទចូលមកកុំភ្លេចជួយ share ម្នាក់មួយផងបាទករណីឃាតកម្មតាំងពីព្រឹកមិញហើយយើងមកទល់នឹងពេលនេះយើងរកឃើញសពរបស់ជនដៃដល់ដែលជាឃាតករសម្លាប់ប្អូនស្រីនៅក្នុងផ្ទះជាច្រើនកំបិតប្រិមត្តបាទឥឡូវនេះកម្លាំងប៉ុស្តិ៍បានរកឃើញហើយប្រិមត្តបាទឥឡូវកម្លាំងប៉ុស្តិ៍កំពុងតែលើកសពឡើងមកហើយបាទប្រិមត្តឥឡូវកម្លាំងប៉ុស្តិ៍បានកំពុងតែលើកសពចេញមកហើយខ្ញុំក៏សូមបញ្ចប់ការផ្សាយតែប៉ុណ្ណេះបាទអានេះជូនជាព័ត៌មានបឋមតាមប៉ុណ្ណេះសិនបាទយើងអាប់ដេតព័ត៌មានលម្អិតនៅពេលក្រោយទៀតបាទ